បាទវាសួរបងនេះខ្ញុំមានបទពិសោធន៍មួយទៀតហ្នឹងមួយយ៉ាងនេះយើងបាត់យូរដោយសារអត់សូវមានអីប្លែកណាមួយរវល់មកមិនទៅបានធ្វើវីដេអូអីអានេះ IGVT តែប៉ុស្តិ៍នេះគាត់មើលគេយើងដឹងថាសារខ្លាំងប៉ុស្តិ៍នេះ3លី2បាច់ផុយបែប4គ្រាប់ហើយសេរីប៉ុស្តិ៍នេះបើយើងអត់ចាប់អារម្មណ៍ទេយើងកែអូតូវ៉ុលនេះវាខូអូតូវ៉ុលទៅមកដល់កែ15 24ហើយតែប៉ុស្តិ៍នេះអត់ទេណាប៉ុស្តិ៍នេះកែ24 ដកទេទី1យើងឃើញមានអេសេនេះមួយយើងសង្ស័យបាត់ហើយនេះផ្ទាំងនេះពិសេសពណ៌ជើង6 10នេះចឹងសង្ស័យថាវាដុំភ្លើងវា15 ចែក 15ហើយចឹងដល់ពេលយើងបើកមើលទៅឃើញភ្លើងវា18 ចែក 18ចឹងវាដូចតែ15 ចែក 15ទេចឹងបានថាវាស៊ី24 ដកហើយឥឡូវយើងកែហើយណាអានេះភ្លើងចូលមកទៅម៉ូតូចឹងនេះ3ឲ្យ10ហើយវាចេញមកនេះ24 ដកអាកដានេះដកហើយអាដកនេះមិនរវល់ខ្ញុំតចេញពីចូលរោងភ្លើងតែវាអត់ចេញអញ្ចឹងខ្ញុំមកដាក់ចូលជើងអាលែដកអីម៉ាស់អានេះ24 ដកអានេះ24 បូកចូលជើងយោតនេះយោត3គ្រាប់ហ្នឹងគេយោត3គ្រាប់យោតមួយនេះវាបូកនៅក្នុងអញ្ចឹងយើងដាក់ដក24 ដកនឹងក្រៅហើយអានេះ2គ្រាប់អញ្ចឹងវាជើងបូកចូលក្នុងនឹង2ហ្នឹងអញ្ចឹងយើងដាក់ជើងមួយណាក៏បានព្រោះជើងវាគៀបនេះជាប់នេះចូលនេះទេអញ្ចឹងប៉ុណ្នេះហើយដល់ភ្លើងធ្វើតេស្តមើលខាន់នៅឡើយតែរកកន្លែងដាក់អូតូវាហ្នឹងភ្លើងចេញហើយហើយភ្លើងវ៉ុលសារបស់ចេញហើយអស់ហើយអានេះគឺអូខេហើយប៉ុណ្នេះខ្លាំងហើយប៉ុណ្នេះឥឡូវអា2ទៀតហ្នឹងហើយវីដេអូមានតែប៉ុណ្្នឹងទេមេបងព្រោះថ្ងៃវាមានអីប្លែកវាពីច្រើនជុលដែរខូចតែមួយដែរចឹងមិនសូវបានធ្វើវីដេអូទេតែយើងឃើញប៉ុណ្្នឹងមួយប្លែកចឹងខ្ញុំធ្វើវីដេអូទៅហ្នឹងហើយអរគុណច្រើនជំរាបលា